នៅពេលធ្វើលំហាត់ប្រាណបើសិនជាអ្នកទាំងគ្នាអត់ control negative ទេអ្នកទាំងគ្នានឹងបាត់បង់ឱកាសក្នុងការលូតលាស់សាច់ដុំសួស្តីអ្នកទាំងគ្នាខ្ញុំផែនជា Certified Fitness Instructor នៅក្នុងវីដេអូមួយនេះខ្ញុំចង់និយាយអំពី technique ទូចមួយដែលអ្នកទាំងគ្នាគួរតែធ្វើបើសិនជាចង់ឲ្យសាច់ដុំលូតលាស់លឿន technique មួយនេះយើងឲ្យឈ្មោះថា control the negative ស្ទើរតែគ្រប់ចលនាលំហាត់ strength training ទាំងអស់បែងចែកជា2ដំណាក់កាលដំណាក់កាលទី1គឺ positive ឬពាក្យបច្ចេកទេសយើងហៅថា concentric ដំណាក់កាលនេះសំដៅទៅលើចលនាលំហាត់នៅពេលដែលយើងលើទាញឬក៏រុញទម្ងន់ហើយដំណាក់កាលទី2គឺ negative ឬពាក្យបច្ចេកទេសយើងហៅថា eccentric វាជាដំណាក់កាលមួយដែលយើងទម្លាក់ឬក៏ប្រឡែងទម្ងន់ទៅទីតាំងចាប់ផ្ដើមរបស់វាវិញដំណាក់កាលទី2នេះហើយដែលអ្នកហាត់ប្រាណមួយចំនួនតែងតែមើលរំលងតាមពិតទៅចលនា negative គឺសំខាន់ដូចចលនា positive ដែរហើយអាចសំខាន់ជាង positive នៅក្នុងចលនាលំហាត់ខ្លះនៅក្នុងក្លឹបហាត់ប្រាណអ្នកទាំងគ្នាប្រកាសជាធ្លាប់ឃើញគេធ្វើលំហាត់បែបនេះហើយអ្នកខ្លះក៏លើកទម្ងន់ហើយទម្លាក់ចុះក្រោមវិញដោយមិនមានការគ្រប់គ្រងចលនា negative នេះហើយជាចំណុចដែលធ្វើឲ្យបាត់បង់ឱកាសក្នុងការលូតលាស់សាច់ដុំដូចជាលំហាត់ leg press នៅពេលដែលអ្នកទាំងគ្នារុញទម្ងន់អ្នកទាំងគ្នា activate សាច់ដុំផ្លូវផ្នែកខាងមុខសាច់ដុំគូតហើយនិងសាច់ដុំផ្លូវផ្នែកខាងក្រោយផងដែរតើនឹងមានរឿងអ្វីកើតឡើងបើសិនជាអ្នកទាំងគ្នារុញទម្ងន់ហើយប្រឡែងមកវិញដោយមិនមានការ control negative សាច់ដុំរបស់អ្នកទាំងគ្នានឹងសម្រាកវា relax អត់មាន tension ម្យ៉ាងទៀតយើងហៅថាអត់ចូលទុយទៅវិញបើសិនជាអ្នកទាំងគ្នារុញទម្ងន់ហើយប្រឡែងមកវិញយឺត control negative សាច់ដុំរបស់អ្នកទាំងគ្នានឹងនៅតែមាន tension ឬក៏នៅតែចូលដូច្នេះហើយអ្នកទាំងគ្នាមានឱកាសច្រើននៅក្នុងការលូតលាស់សាច់ដុំច្រើនជាងនៅពេលដែលយើងរុញហើយប្រឡែងមកវិញដោយមិនមានការ control ឬក៏គ្រប់គ្រងចលនា negative ឲ្យបានត្រឹមត្រូវអញ្ចឹងតើយើងគួរតែកំណត់ពេលប៉ុន្មានវិនាទីនៅក្នុងការគ្រប់គ្រងចលនា negative គួរតែធ្វើ8ទៅ10វិនាទីអត់ទេអ្នកទាំងគ្នាមិនចាំបាច់យូរដល់ថ្នាក់ហ្នឹងទេអ្នកទាំងគ្នាគួរតែធ្វើចន្លោះពី2ទៅ4វិនាទីអីបានហើយឬមួយទៀតដែលអ្នកទាំងគ្នាគួរតែចាំដែរបើសិនជាអ្នកទាំងគ្នាអត់ control negative ទេគេចាត់ទុកថា cheating ហើយមួយទៀតបើសិនជាអ្នកទាំងគ្នា control យូរពេកឧទាហរណ៍ដូចជា8ទៅ10វិនាទីមានន័យថាគីឡូហ្នឹងគឺស្រាលពេកចឹងកាលណាស្រាលពេកវាមានភាគរយតិចដែលអាចជួយឲ្យសាច់ដុំរបស់អ្នកទាំងគ្នាលូតលាស់បានលឿនចុះសម្រាប់ positive វិញតើគួរតែធ្វើក្នុងរយៈពេលប៉ុន្មានវិនាទីអ្នកទាំងគ្នាគួរតែធ្វើវាចន្លោះពី1ឬក៏2វិនាទីយ៉ាងយូរប៉ុន្តែខ្ញុំ recommend ត្រឹមតែ1វិនាទីអីបានហើយបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍ចង់ដឹងពី BMI របស់ខ្លួនឯង ideal weight គីឡូដែលសមស្របជាមួយនឹងរាងកាយរបស់ខ្លួនឯងឬក៏ព័ត៌មានផ្សេងទៀតពាក់ព័ន្ធទៅនឹង fitness អ្នកទាំងគ្នាអាចចូលទៅមើលនៅក្នុង link របស់ខ្ញុំបានដែលគ្រាន់តែចូលទៅ bio របស់ខ្ញុំឬក៏ខ្ញុំនឹងដាក់នៅ comment ខាងក្រោមអ្នកទាំងគ្នាគ្រាន់តែចុចនៅលើ link ហ្នឹងទៅនឹងឃើញ resource មួយចំនួនដែលអ្នកទាំងគ្នាអាចមើលបានឬក៏យកទៅប្រើប្រាស់បានដោយ free អរគុណច្រើនអ្នកទាំងគ្នាសម្រាប់ការតាមដានវីដេអូមួយនេះបើសិនជាគិតថាវាមានប្រយោជន៍សម្រាប់អ្នកទាំងគ្នាសូមជួយចែករំលែកឬក៏ចុច like ឲ្យខ្ញុំម្នាក់មួយផងហើយជួបគ្នានៅក្នុងវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ